នៅថ្ងៃទី31ខែមីនាឆ្នាំ2026ឯកឧត្តមចៅបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញជាអធិបតីក្នុងពិធីបុណ្យព្រហ្មទានអបអរសាទរនិងប្រគល់ពានរង្វាន់ជ័យលាភីប្រគេនសាមណសិស្សនៃពុទ្ធិកវិទ្យាល័យព្រះសរាមរិទ្ធប្រចាំឆ្នាំ2024-2025 ពិធីនេះមានការនិមន្តចូលរួមពីសម្ដេចព្រះពុទ្ធជ័យមនីបណ្ឌិតខឹមសុនសម្ដេចព្រះសង្ឃនាយករងទី3គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសមេធាធិបតីគតិបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះរាជាគណៈព្រះថេរានុថរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនានិងឯកឧត្តមលោកជំទាវលោកអ្នកអុកញ៉ាអគ្គមហាឧបាសកអគ្គមហាឧបាសិកាមហាព្រឹទ្ធគ្រូព្រឹទ្ធាចារ្យលោកគ្រូអ្នកគ្រូមន្ត្រីបុគ្គលិកពុទ្ធបរិស័ទប្រកបដោយភាពស្និទ្ធស្នាលឯកឧត្តមចៅបរិនបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យព្រះសរាមរិទ្ធក្រោមការដឹកនាំរបស់សម្ដេចព្រះមង្គលមុនីរង្សីហូឈៀវនៀនជាព្រះនាយកនិងក្រោមព្រះរាជកិច្ចដឹកនាំផ្ទាល់របស់សម្ដេចព្រះមហាសមេធាធិបតីគតិបណ្ឌិតអំលឹមហេងសម្ដេចព្រះអគ្គទេកានៃអគ្គទេការដ្ឋានពុទ្ធិកសិក្សាជាតិក្នុងការរៀបចំពិធីនេះឡើងដើម្បីចូលរួមអបអរសាទរចំពោះសមិទ្ធផលនៃការសិក្សារៀនសូត្ររបស់សាមណសិស្សជ័យលាភីគ្រប់ព្រះអង្គនិងគ្រប់រូបដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តប្រកបដោយវិរិយភាពខ្ពស់រហូតទទួលបានលទ្ធផលគួរជាទីមោទនាឯកឧត្តមបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយប្រាកដនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពបានបន្តយកមនុស្សជាអាទិភាពចម្បងក្នុងនោះបញ្ចកោណទី1ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្សលើសពីនេះឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាស្របទៅនឹងគោលនយោបាយខាងលើពុទ្ធិកសិក្សាមិនគ្រាន់តែជាសសរស្តម្ភដ៏រឹងមាំរបស់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេប៉ុន្តែជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកដល់ការកសាងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិជាពិសេសពុទ្ធិកសិក្សាបានដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួមពង្រឹងគ្រឹះនៃអក្សរសាស្ត្រជាតិហើយក៏ជាផ្នែកមួយសំខាន់ក្នុងការកំណត់បទដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែររហូតមកដល់បច្ចុប្បន្ននិងបន្តទៅអនាគតតាមរយៈវប្បធម៌សម្បូរបែបរបស់កម្ពុជាបានក្លាយជាគុណតម្លៃដ៏សំខាន់នៃវប្បធម៌ខ្មែរផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនាជាពិសេសវប្បធម៌កតញ្ញូមេត្តាករុណានិងអហិង្សាជាគោលការណ៍សំខាន់សម្រាប់ការរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនាទន្ទឹមនេះឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាគ្រឹះស្ថានអប់រំមិនថាផ្នែកពុទ្ធចក្រឬអាណាចក្រនោះទេគឺជាថ្នាលបណ្ដុះធនធានបញ្ញាញាណបណ្ដុះមនសិការស្នេហាជាតិនិងបណ្ដុះលក្ខណៈសមស្របដល់យុវសាមណៈនិងយុវជនគ្រប់ជំនាន់ឲ្យក្លាយជាសសរទ្រូងនិងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍព្រះពុទ្ធសាសនានិងប្រទេសជាតិក្នុងយុគនៃការកសាងកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹងឆ្លើយតបទៅនឹងសាសនភាវូបនីយកម្មនិងសកលភាវូបនីយកម្មនិងចាំបាច់របស់ព្រះពុទ្ធសាសនានិងទីផ្សារការងារសម្រាប់ស្ថាប័នរដ្ឋនិងឯកជនស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនិងស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ2050ក្នុងន័យនេះរាជរដ្ឋាភិបាលជានិច្ចកាលតែងតែយកចិត្តទុកដាក់ឲ្យតម្លៃខ្ពស់និងផ្ដល់អាទិភាពដល់វិស័យអប់រំទាំងពុទ្ធចក្រនិងអាណាចក្រដែលដើរតួនាទីស្នូលក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានសក្តានុពលមានគុណភាពផ្ដល់ចំណេះដឹងសមត្ថភាពជំនាញវិជ្ជាជីវៈគំនិតនវានុវត្តន៍និងការអប់រំអត្តចរិតឲ្យក្លាយជាពលរដ្ឋល្អដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យព្រមទាំងលើកកម្ពស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋវប្បធម៌អរិយធម៌កិត្តិយសកិត្យានុភាពនិងមោទកភាពជាតិក្នុងន័យនេះដែរឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថាដើម្បីឲ្យការអប់រំរវាងពុទ្ធចក្រនិងអាណាចក្រឲ្យមានសង្កត់ភាពនឹងគ្នាបានផ្ដល់នូវទស្សនៈទានមួយចំនួនដូចខាងក្រោមទី1សូមលើកទឹកព្រះតីអគ្គទេការដ្ឋានពុទ្ធិកសិក្សាជាតិជាពិសេសពុទ្ធិកសិក្សាគ្រប់កម្រិតត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឲ្យកាន់តែប្រសើរនិងអភិវឌ្ឍកម្មវិធីសិក្សាថ្មីដែលផ្ដោតលើការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹងស្នូលនិងជំនាញផ្នែកបច្ចេកវិទ្យានិង Digital ស្របតាមបរិការនៃការរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គមសកលភាវូបនីយកម្មទី2
សូមអគ្គលេខារដ្ឋានពុទ្ធកសិក្សាជាតិនិងគណៈគ្រប់គ្រងពុទ្ធកសិក្សាគ្រប់កម្រិតសូមបន្តចូលរួមលើកកម្ពស់និងអភិវឌ្ឍគុណភាពអប់រំបណ្ដុះបណ្ដាលនិងការកសាងវប្បធម៌គុណភាពនិងការផ្ដល់តម្លៃលើធម្មមាតុបត័យដើម្បីធានាផលិតបាននូវធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិប្រកបដោយឧត្តមភាពសមត្ថភាពវិជ្ជាជីវៈសិលធម៌និងការទទួលខុសត្រូវដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពជូនសង្គមជាតិទាំងមូលទី3សូមឲ្យអគ្គលេខារដ្ឋានពុទ្ធកសិក្សាជាតិបន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀននិងគុណភាពនៃការបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈបន្តធ្វើទំនើបកម្មកម្មវិធីអប់រំឲ្យសមស្របតាមស្តង់ដារក្របខ័ណ្ឌគុណវុឌ្ឍិជាតិនិងស្តង់ដារអន្តរជាតិដើម្បីឆ្លើយតបបានទៅការរីកចម្រើនជាប្រចាំថ្ងៃនៃបច្ចេកវិទ្យាបដិវត្តឧស្សាហកម្មជំនាន់ទី4សូមលើកទឹកចិត្តដល់សាស្ត្រាចារ្យសូមបន្តអភិវឌ្ឍសមត្ថភាពនិងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួនទី5សូមឲ្យអគ្គលេខារដ្ឋានពុទ្ធកសិក្សាជាតិជាពិសេសពុទ្ធកសិក្សាគ្រប់កម្រិតបន្តរៀបចំពិធីបុណ្យព្រហ្មទណ្ឌដែលជាប្រពៃណីដ៏ផូរផង់នេះឲ្យជាប់ជារៀងរាល់ឆ្នាំនិងឲ្យកាន់តែទូលំទូលាយទូទាំងប្រទេសសូមជម្រាបថាពិធីបុណ្យព្រហ្មទណ្ឌនេះបានប្រារព្ធឡើងក្រោមព្រះរាជហឫទ័យដោយផ្ដើមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចព្រះអគ្គមហាសង្ឃរាជធិបតីកតេឧទេសបណ្ឌិត នុន ង៉ែតសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាសុមេធាធិបតីកតេបណ្ឌិត អម លឹមហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាដោយឡែកសម្រាប់សាមណសិស្សជ័យលាភីលេខ1ទទួលបានមេដាយមាសបានសរសើរចីវរ1ត្រៃនិងបច្ច័យចំនួន400,000រៀលជ័យលាភីលេខ2ទទួលបានមេដាយប្រាក់បានសរសើរនិងបច្ច័យចំនួន300,000រៀលនិងជ័យលាភីលេខ3ទទួលបានមេដាយសម្រិតបានសរសើរនិងបច្ច័យចំនួន200,000រៀល